តោះគ្នាខ្ញុំសង្កេតឃើញថាមហឹកហ្នឹងខ្ញុំទៅពេលដែលខ្ញុំកំពុងធ្វើការដូចជាអានសភៅឬក៏កាត់វីដេអូអីតមកទៀត load notification ពីទូរស័ព្ទមកក៏ទាញទូរស័ព្ទមកមើលហើយ scroll ហើយនៅចប់នៅនឹងហ្មងលេងបកទៅធ្វើការងារវិញហ្មងវាដូចជាញៀនជាមួយនឹងអីដែលយើងកំពុងមើលហ្នឹងណាជាពិសេសគឺ TikTok ហ្នឹងហ្មង TikTok វាគឺជា platform មួយដែលមានវីដេអូខ្លីៗដែលធ្វើឲ្យយើងមើលមួយផ្លេតមែនទីគឺសរុបមកគឺយើងមើលរហូតដល់មិនដឹងថាអស់រយៈពេលប្រហែលណាដែលយើងប្រើប្រាស់ទៅលើវាម៉ោងហ្នឹង1ម៉ោងឯងមួយផ្លេត2ម៉ោង3ម៉ោងគឺវាទៅរហូតអូខេជម្រាបសួរទាំងអស់គ្នាសួស្តីស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី11អញ្ចឹងអានឹងវាដូចជា chapter 2របស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមបន្តពី chapter 1អស់10 episode ហើយចឹងអរគុណខ្លួនឯងដែរដែលបានបន្តការធ្វើវាឲ្យបានចប់ឡប់ធ្វើវាជារឿយៗទោះបីជាពេលខ្លះអត់ចប់ឡប់មែនប៉ុន្តែក៏នៅតែព្យាយាមធ្វើវាឲ្យផុសទៅក្នុង platform YouTube ផងដែរអញ្ចឹងអាហ្នឹងឯងគឺអីដែលខ្ញុំបានរៀនពីការខិតខំប្រឹងប្រែងបន្តិចខ្ញុំអត់ខ្វល់ថាមានអ្នកមើលប៉ុណ្ណាទេប៉ុន្តែខ្ញុំនៅតែបន្តធ្វើវាអូខេអញ្ចឹងបកមកកាន់ topic យើងវិញថ្ងៃនេះនិយាយតទៅជាមួយនឹងវិធីសាស្ត្រក្នុងការយកឈ្នះការបែកអារម្មណ៍ជាភាសាអង់គ្លេស how to overcome distraction អញ្ចឹងយើងដឹងហើយយើងទាំងអស់គ្នារស់នៅក្នុងសម័យ digital សម័យទំនើបបច្ចេកវិទ្យាទំនើបច្រើនណាស់ដូចជា AI អីជាដើមដែលយើងទាំងអស់គ្នាសិតសឹងតែមានទូរស័ព្ទទៅក្នុងដៃហើយអ្នកខ្លះគាត់មាន iPad ទៀតអ្នកខ្លះគាត់មានកុំព្យូទ័រ laptop អីជាដើមអាហ្នឹងទាំងអស់ហ្នឹងហើយដែលជាមូលហេតុធ្វើយើងវាមានការប្រើប្រាស់មានផ្លូវល្អនិងផ្លូវមិនល្អអញ្ចឹងថ្ងៃនេះខ្ញុំនិយាយតាក់ទងជាមួយនឹងការប្រើប្រាស់ផ្នែកដែលយើងប្រើក្នុងផ្លូវអត់ល្អដែលធ្វើយើងបាត់បង់នៅការគ្រប់គ្រងវាហើយធ្វើឲ្យយើងញៀនជាមួយនឹងវាដែលធ្វើឲ្យការងាររបស់យើងអត់បានសម្រេចអត់បានល្អអត់មានអារម្មណ៍ផ្ដោតធ្វើកិច្ចការរបស់យើងអញ្ចឹងតាមពិតទៅការបែរអារម្មណ៍ហ្នឹងវាមាន2ធំគឺ internal និង external ហើយ internal ហ្នឹងផ្នែកខាងក្នុងរបស់យើងហ្នឹងតាក់ទងមួយផ្លូវចិត្តរបស់យើង mental health អីចឹងតែខ្ញុំអត់និយាយទេខ្ញុំនិយាយតាក់ទងតែជាមួយនឹងផ្នែកខាងក្រៅទេអញ្ចឹងអីខ្លះដែលផ្នែកខាងក្រៅដែលរាងយើងដែលបង្អាក់យើងមិនឲ្យធ្វើកិច្ចការងារយើងឲ្យបានចប់ឡប់ឲ្យបានល្អនឹងឲ្យបានទទួលជោគជ័យមានលទ្ធផលនឹងអញ្ចឹងយើងដឹងហើយទូរស័ព្ទគឺជាសត្រូវពិតប្រាកដរបស់យើងបើសិនជាយើងប្រើវាអត់ត្រូវផ្លូវជាដឹងហើយវាការប្រើប្រាស់ទូរស័ព្ទមិនថាក្មេងមិនថាចាស់អីចឹងគឺមានការប្រើប្រាស់ពេញដៃទាំងអស់អញ្ចឹងបើការប្រើប្រាស់វាបើយើងប្រើប្រាស់អត់ត្រូវគឺវាខុសទៅតាមនឹងដែរអញ្ចឹងមានថាយើងប្រើប្រាស់វាគឺអត់ប្រយោជន៍ហើយក៏ប៉ុន្តែក៏វាមានផលប្រយោជន៍ផលល្អក្នុងការប្រើប្រាស់វាដែរយើងដឹងហើយទូរស័ព្ទយើងប្រើប្រាស់សម្រាប់ទំនាក់ទំនងឬក៏ប្រើប្រាស់ក្នុងការផ្ញើអ៊ីមែលឬក៏ទទួលអ៊ីមែលអីសម្រាប់អ្នកដែលធ្វើការហើយវាមានច្រើនផ្នែកច្រើនបែបយ៉ាងណាក្នុងការទូរស័ព្ទដែលអាចប្រើប្រាស់ក្នុងផលល្អដែលផ្ដល់ប្រយោជន៍ឲ្យយើងបាននឹងជាពិសេសនោះគឺការប្រើ social media នឹងដូចជាការឆាត call វីដេអូអីជាមួយគ្រួសារមិត្តភ័ក្តិបងប្អូនអីចឹងទៅអូខេអាហ្នឹងនិយាយពីផលល្អគុណសម្បត្តិចុះគុណវិបត្តិរបស់វាដែលធ្វើឲ្យយើងរំខានហ្នឹងនៅក្នុងន័យបែបណាខ្លះគឺ social media ហ្នឹងហើយដែលធ្វើឲ្យមានការរំខានដល់យើងក្នុងការធ្វើកិច្ចការដែលយើងកំពុងតែធ្វើនឹងធ្វើយើងទៅជាបែកអារម្មណ៍ទៅលេងទូរស័ព្ទឬក៏យើងអត់បានធ្វើទេយើងលេងទូរស័ព្ទហ្នឹងវាសុបាយជាងធ្វើកិច្ចការរបស់យើងអញ្ចឹងធ្វើយើងចំណាយពេលជាច្រើនទៅលើវាអញ្ចឹងយើងទាំងអស់គ្នាមានពេល24ម៉ោងដូចគ្នាមិនថាមនុស្សសាមញ្ញថារាជមិនថាស្ដេចព្រះមហាក្សត្រយុរមន្ត្រីឬក៏មហាសេដ្ឋីអីគឺគាត់មានពេល24ម៉ោងដូចតែយើងដែរហ្នឹងឯងអញ្ចឹងអីដែលខុសគ្នាគឺការប្រើប្រាស់ពេលវេលាទាំងអស់ហ្នឹងថាតើក្នុង24ម៉ោងហ្នឹងយើងប្រើទៅលើអីខ្លះដូចជាសិស្សសាលាអញ្ចឹងគាត់ទៅរៀនតាំងពីព្រឹកដល់ល្ងាចអ្នកធ្វើការធ្វើ8ទៅ9ម៉ោងក្នុងមួយថ្ងៃហើយអញ្ចឹងអាពេលដែលផ្សេងៗដែលនៅសល់តើយើងធ្វើអីខ្លះទៅលើវាធ្វើឲ្យវាមានប្រយោជន៍ហ្នឹងអញ្ចឹងអ្នកខ្លះទៅពេលយប់ទៅគាត់មានឆ្លៀតពេលរៀនបន្ទាប់ពីគាត់មកពីសាលាហើយគាត់បន្ថែមរៀនគួររៀនអង់គ្លេសរៀនអីចឹងទៅអ្នកខ្លះគាត់ធ្វើការគាត់រៀនជំនាញថ្មីបន្ថែមអីចឹងទៅដើម្បីពង្រឹងការងាររបស់គាត់ហើយប៉ុន្តែអ្នកខ្លះទៀតអត់ធ្វើទេគឺគាត់ដេកលេងទូរស័ព្ទ scroll Facebook scroll TikTok អីសុបាយជាងហើយអាហ្នឹងហើយដែលធ្វើឲ្យយើងញៀនជាមួយនឹងវាហើយយើងបាត់បង់ពេលវេលាដោយអត់ដឹងខ្លួនដោយសារតែពេលវេលា24ម៉ោងយើងគិតទៅបើសិនជាយើងធ្វើការអស់8 9ម៉ោងហើយ10ម៉ោងចុះជិះទៅមកឲ្យទៀតវាអស់ពេលឡើងច្រើនហើយយើងសល់ពេល7 8ម៉ោងសម្រាប់ដេកហើយពេលប្រហែលម៉ោងទៀតយើងធ្វើអីខ្លះ
គ្រាន់តែយើងមកផ្ទះងូតទឹកដាំបាយធ្វើម្ហូបអីហ្នឹងក៏វាអស់តាមនឹងដែរអញ្ចឹងថាតើយើងអាចឆ្លៀតពេល1ម៉ោងឬក៏2ម៉ោងដែលធ្វើកិច្ចការមួយឲ្យមានប្រសិទ្ធភាពឬក៏រៀនជំនាញថ្មីអីឲ្យបានទទួលផលល្អនៅក្នុងរយៈពេលត្រឹមតែ1ម៉ោង2ម៉ោងនឹងជារៀងរាល់ថ្ងៃហ្នឹងអញ្ចឹងភាគច្រើនគឺយើងបានប្រើខុសទៅលើការប្រើទូរស័ព្ទរបស់យើងហ្នឹងឯងដោយសារតែវាហ្នឹងឯងដែលជាមូលហេតុដែលគឺជាការរាំងស្ទះក្នុងការរាំងយើងមិនឲ្យធ្វើកិច្ចការយើងដោយសារតែយើងសប្បាយជាមួយនឹងវា instant gratification ណាភាសាអង់គ្លេសហ្នឹងវាដូចជាយើងសប្បាយបន្ថែមឡើងរហូតណាយើងអត់គិតថាឆ្លៀតពេលដើម្បីកន្លះម៉ោង1ម៉ោងអីដើម្បីធ្វើអីដែលគិតថាវាអាចធ្វើយើងរីកចម្រើនបង្កើនចំណេះដឹងយើងអីចឹងទៅអូខេហ្នឹងហើយដែលវាជាមូលហេតុចម្បងមូលហេតុធំសត្រូវរបស់យើងគឺទូរស័ព្ទហ្នឹងឯងគឺជាមេរំខានទី1នៅក្នុងការធ្វើកិច្ចការរបស់យើងអញ្ចឹងមួយទៀតគឺដល់ពេលដែលយើងមានអាទូរស័ព្ទហ្នឹងហើយយើងគឺបាត់បង់នៃការបដោតយើង lack of focus ពេលយើងធ្វើអីចឹងយើងចេះតែមានអីមករាំងយើងឬក៏ទូរស័ព្ទយើងបើសិនជាយើងអត់បិទ notification ទេវា load មកយើងទៅលេងវាយកបានធ្វើកិច្ចការរបស់យើងហ្នឹងទៅអញ្ចឹងគេលើកទឹកចិត្តឲ្យដូចជាក្នុងសភៅមួយដែលខ្ញុំអានគឺ Getting Things Done by David Allen ហ្នឹងគាត់លើកទឹកចិត្តឲ្យយើងធ្វើកិច្ចការតែ2នាទីឯងអញ្ចឹង2នាទីហ្នឹងយើងមិនគិតថាធ្វើកិច្ចការអីបានធំទេអញ្ចឹង2នាទីហ្នឹងយើងអាចមើលងាយ2នាទីហ្នឹងទេអញ្ចឹងយើងចាប់ផ្ដើមពីតូចអា2នាទីហ្នឹងឯងដែលធ្វើឲ្យវាងាយស្រួលក្នុងការធ្វើវាយើងចង់ធ្វើវាឧទាហរណ៍ដូចជាយើងរៀបចំតុកន្លែងការងាររបស់យើងបោះផ្ទះឬយើងកាត់កញ្ចក់ដៃអីយើងទៅយកសារ៉ាមទៅចោលអីចឹងទៅអាហ្នឹងសិតតែប្រើពេលវេលាត្រឹមតែ2នាទីអាចធ្វើបានហើយអញ្ចឹងយើងចាប់ផ្ដើមពីជំហានតូចហ្នឹងឯងវាស្រួលហើយយើងបន្ថែមវារហូតទៅដើម្បីថា5នាទីយើងអាចធ្វើអីបានផ្សេងទៀតឧទាហរណ៍មួយទៀតគឺបើសិនជាអ្នកទាំងអស់គ្នាចង់រៀនចាប់ផ្ដើមអានសភៅអញ្ចឹងយើងចាប់ផ្ដើមពីមួយទំព័រទៅយើងអាចចេញមកអានមួយថ្ងៃនោះមួយក្បាលដាច់ហ្មងទេអញ្ចឹងវាធ្វើយើងធុញវិញទេយើងធ្វើវាបានតែម្ដងហ្នឹងគឺយើងឈប់ធ្វើរហូតមកអញ្ចឹងយើងចាប់ដើមអានត្រឹមតែមួយទំព័រហើយស្អែកឡើងអាន2ទំព័រ3ទំព័រតឡើងរហូតទៅហាត់នាទីហ្នឹងវាឡើងតាមហ្នឹងឯងអញ្ចឹងទៅយូរទៅវាកាត់ទៅជាត្រឡប់ហើយយើងដឹងហើយអាទម្លាប់ទៅពេលដែលវាកើតឡើងមកហើយយើងមិនបាច់ចាំខំប្រឹងទេគឺវាអូតូម៉ាទិកទៅដោយខ្លួនឯងហើយយើងមិនបាច់ចាំប្រឹងពេលមួយផ្លេតយើងអានយើងអត់ដឹងខ្លួនថាមួយផ្លេត1ម៉ោងបាត់ទេសារតែយើងអានវាជារឿយៗវាក៏ទៅជាទម្លាប់បាត់ទៅហើយអញ្ចឹងមួយទៀតតើតងជាមួយនឹងការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយភាសាអង់គ្លេសគេហៅថា multitasking ហ្នឹងណាយើងធ្វើច្រើនយើងធ្វើអានេះតិចអានោះបន្តិចអញ្ចឹងការងារទាំងអស់ហ្នឹងសិតតែអត់ទទួលបានប្រសិទ្ធភាព100% ទេឧទាហរណ៍យើងមានកម្លាំងថាមពល 100% អញ្ចឹងបើយើងដាក់ទៅលើដូចជាឧទាហរណ៍យើងទៅមើល YouTube 20អានសភៅ10យើងទៅយើងមើល YouTube តិចយើងទៅអានសភៅហើយយើងទៅសរសេរមេរៀនស្អីអីទៅដក10 10 20 30 40អីម្នាក់តិចចឹងទៅវាអត់បានអីឲ្យពេញលេញ 100% ឲ្យមើលទៅវាមានប្រសិទ្ធភាពទទួលបានលទ្ធផល 100% ទេអញ្ចឹងយើងព្យាយាម focus ផ្ដោតទៅលើកិច្ចការតែមួយបានហើយក្នុងពេលតែមួយហ្នឹងគឺយើងដាក់ 100% ទៅលើវាអញ្ចឹងលទ្ធផលយ៉ាងហោចណាស់ក៏ទទួលបាន70 ទៅ 80 90ឬក៏ពេលខ្លះអាច100ផងដែរអញ្ចឹងអាហ្នឹងគឺជាផលប៉ះពាល់នៃការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយវាអត់អាចមានប្រសិទ្ធភាពបានលទ្ធផល 100% អ្វីដែលយើងចង់បានទេអញ្ចឹងចុងក្រោយគឺជា environment មានន័យថាបរិស្ថានដែលជាការរំខានដល់យើងគឺបរិស្ថានហ្នឹងអញ្ចឹងខ្ញុំអត់និយាយឲ្យវាធំណាស់ទេយើងនិយាយតែបរិស្ថានជុំវិញកន្លែងយើងធ្វើការហ្នឹងដូចជាតុរៀនរបស់យើងហ្នឹងគឺយើងព្យាយាមរៀបវាឲ្យស្អាតបើសិនជាយើងឃើញវារញ៉េរញ៉ៃពេលហ្នឹងអារម្មណ៍យើងគឺតាមហ្នឹងហើយយើងស្មុគស្មាញឃើញវាអត់ជ្រះស្រឡះសោះមើលឃើញគ្រាន់ឃើញតុលេងចង់រៀនឲ្យជាអៀតអត់មានកន្លែងទៅសេអត់វេកន្លែងរករបស់អីពេញនឹងរកអត់ឃើញដោយសារតែវារញ៉េរញ៉ៃពេកអញ្ចឹងទៅយើងចាប់ផ្ដើមសម្អាតវាទៅសម្អាតវាដល់ពេលដែលយើងឃើញវា clean យើងឃើញវាស្អាតចិត្តរបស់យើងគូក្បាលរបស់យើងស្រឡះតាមហ្នឹងយើងអញ្ចឹងយើងធ្វើកិច្ចការយើងមានអារម្មណ៍ចង់រៀនចង់ធ្វើកិច្ចការរបស់យើងហើយអញ្ចឹងហ្នឹងងាយស្រួលទេគ្រាន់តែយើងរៀបតុយើងកុំដាក់អីញ៉ៃញ៉ៃទៅលើតុម្ដងតិចអញ្ចឹងធ្វើឲ្យវាញ៉ៃញ៉ៃអញ្ចឹងការងាររបស់យើងញ៉ៃញ៉ៃតាមហ្នឹងអញ្ចឹងដែរអូខេអញ្ចឹងតែប៉ុណ្្នឹងឯងគឺខ្ញុំសរុបមកវិញទី1ការរំខានរបស់យើងគឺទូរស័ព្ទហ្នឹងឯងតេតទៅជាមួយនឹង social media របស់យើងទី2តេតទៅជាមួយនឹងការធ្វើកិច្ចការច្រើនក្នុងពេលតែមួយអញ្ចឹងយើងគួរតែធ្វើកិច្ចការតែមួយក្នុងពេលតែមួយទៅបានហើយ go all in ដាក់ទៅទាំងអស់ធ្វើវាទៅទាំងអស់មកទី3គឺតេតទៅជាមួយនឹងការរៀបចំកន្លែងរៀនរបស់យើងឲ្យបានស្អាតឲ្យមានសណ្ដាប់ធ្នាប់ធ្វើយើងមានអារម្មណ៍ស្រស់ស្រាយចង់រៀនអីចឹងទៅអូខេតែប៉ុណ្្នឹងឯងចឹងអេពីសូតទី11ជួបគ្នានៅអេពីសូតក្រោយកុំភ្លេច subscribe bye bye